mà cho mơ cầm thì đài dừng mơ cái lại user đấy còn tụi bạn rồng hoàn ấy khá tụi mẹ nè top up hay nâng nè ban chanh chắc là thạp vào giao cho môi nâng user chẳng nó về là còn bánh nó phải cái đầu tầng ở này đấy chà còn ai cho tụi bạn rồng hoànពីមិត្តយាកាឡាហើយមួយទៀតចូលទី1ហ្នឹងគឺយើងនេះកង់ផ្សងតំណាងប្រចាំថ្ងៃដោយយើង top up បន្ទុក1 bin ស្មើ1បន្ទុកចាក្នុងមួយថ្ងៃយើងបញ្ចូល800បន្ទុកហ្នឹងគឺយើងទទួលបាន1សម្បត្តិហើយក្នុងមួយថ្ងៃហ្នឹងអាចទទួលបានត្រឹមតែ2សម្បត្តិតែប៉ុណ្ណោះចាហើយយើងអាចមានរង្វាន់ពី1 diamond រហូតដល់ 1500 diamond កន្លែងនេះណាហើយកន្លែងនេះកន្លែងខាងបែកខាង top up អញ្ចឹងយើងអាចមើលបន្ទុកនៅខាងក្រោមនេះហើយឯនេះវិញជាមួយនឹងអ្នកដែលគាត់ជាប់ចំណាត់ថ្នាក់ ranking top up ហ្នឹងចានៅក្នុងចំណាត់ថ្នាក់ច្បាប់នៅក្នុងកម្មវិធីហ្នឹងគឺបញ្ចូលពេជ្រគឺមាន1បន្ទុកគ្មានដែនកំណត់កន្លែងនេះណាអញ្ចឹងនៅក្នុងនេះគេមានបន្ទុកគោលដៅរបស់គេនេះបន្ទុកគោលដៅរបស់គេចាហើយរង្វាន់ជាសម្ភារៈអញ្ចឹងមកអញ្ចឹងបើសិនជាយើងបន្ទុកគោលដៅរបស់យើង top up ដល់ចំនួនប៉ុណ្ណឹងយើងបាន iPad Pro ណា Pro 11នេះ1ហើយបើយើងមិនយក iPad នឹងទេខាងក្រុមហ៊ុនគេនឹងផ្ដល់ជូន220k ដូរជាមួយនឹងសម្ភារៈហ្នឹងណាហើយនឹងតុក្កតានេះណាចាហើយមួយទៀតជាមួយនឹងគោលដៅចាគោលដៅនេះចា 1500k អញ្ចឹងទៅហើយយើងទទួលបានចាសម្ភារៈនេះហើយបើយើងមិនយកសម្ភារៈនេះទេយើងយក 120k អញ្ចឹងខាងក្រុមហ៊ុនគេផ្ដល់អញ្ចឹងហើយគេឲ្យតុក្កតាចាហើយគេមានតាមគោលដៅមកតង់ទី3មកចា 1000k យើងបានរង្វាន់ជា iPad 11ហើយបើយើងមិនយក iPad ទេយើងទទួលបាន 72k ហើយនឹងរង្វាន់តុក្កតាហើយនេះ80k 800k top up យើងទទួលបានជាចាជាសម្ភារៈនេះហើយនឹង 56k បើសិនជាយើងមិនយកសម្ភារៈហើយនឹងតុក្កតា2នេះហើយ top up 500k យើងទទួលបានរង្វាន់នេះចាបើយើងមិនយកសម្ភារៈនឹងទេ JBL ទេយើងផ្ដល់មកបដូរជូនមកវិញ 32k នឹងតុក្កតាទាំងពីរនេះហើយតម្រូវការនៅក្នុងនេះការ top up ហ្នឹងគឺ 50k 100k និង 25k អញ្ចឹង 50k គឺយើងអាចទទួលបាន600គ្រាប់ជា diamond 100k ទទួលបាន 1500គ្រាប់ជា diamond 250k 250k 2500k យើងទទួលបាន 4k ចាអានេះ 1000k យើងទទួលបាន 1500ហើយនឹង 50k ទទួលបាន 600គ្រាប់ចាអញ្ចឹងខាង top up គឺគេយកត្រឹមលេខ30ចុះក្រោមណាលេខ30ចុះក្រោមនេះជាចំណាត់ថ្នាក់អ្នកដែលគាត់top up ហើយគាត់ទទួល
គាត់អាចជាប់ចំណាត់ថ្នាក់ហ្នឹងហើយនឹងបន្ទុកហ្នឹងណាចាខាង top up គឺយើងយកត្រឹម50k ឡើងណាអូខេអញ្ចឹងយើងចូលទៅមើលខាងបាញ់ចេញម្ដងចានេះជាការផ្ដល់អំណោយចេញចាហើយជាមួយនឹងការផ្ដល់អំណោយចេញដូចគ្នាគឺយើងបាញ់នៅប្រភេទកាដូmid year gala មួយគ្រាប់ស្មើនឹងមួយបន្ទុកចាហើយចំណាត់ថ្នាក់ចាចំណាត់ថ្នាក់គឺមើលតាមនេះណាចំណាត់ថ្នាក់ហើយចំណាត់ថ្នាក់ខាងក្រោមនេះចាប៉ុន្តែអានេះគឺជារង្វាន់និងបន្ទុកគោលដៅចាអញ្ចឹងបន្ទុកគោលដៅបើយើងបាញ់បានរហូតដល់100,000k ចា 100,000k ហ្នឹងគឺយើងអាចទទួលបានរង្វាន់នេះណាចានឹងអញ្ចឹងបន្ទុកគោលដៅសម្រាប់អ្នកដែលគាត់បាញ់ចេញនៅប្រភេទកាដូmid year gala ចាហើយបន្ទុកគោលដៅគឺមានដូចនៅខាងក្រោមនេះចាអញ្ចឹងចំណាត់ថ្នាក់គឺគេយកត្រឹមលេខ50ចុះក្រោមចាបើសិនជាគ្នាយើងគាត់បាញ់ចេញ10k គឺគាត់អាចទទួលបាន300គ្រាប់ diamond 15ចា 15k ទទួលបាន550គ្រាប់ diamond 25k ទទួលបាន950គ្រាប់ diamond 50k ទទួលបាន50k ទទួលបាន 2k diamond ហើយនឹង 100k ទទួលបាន4200 diamond ចានេះគឺជារង្វាន់ជា diamond ផ្ដល់ជូនទៅកាន់user ដែលគាត់បាញ់នៅប្រភេទកាដូ mid year gala ហើយស្ថិតនៅក្នុងចំណាត់ថ្នាក់50ចុះក្រោមចាអញ្ចឹងកម្មវិធីយើងហ្នឹងគឺយើងចាប់ផ្ដើមពីថ្ងៃទី22បញ្ចប់ទៅវិញនៅថ្ងៃទី30ខែ6ណាចាទាំងអស់គ្នាហើយនេះគឺសុទ្ធសឹងតែអ្នកដែលគាត់ជាប់ចំណាត់ថ្នាក់នៅអំណោយបាញ់ចេញចានេះណាចាក៏មានគ្នាយើងជាប់នៅក្នុងដែរចាដូច 27k អញ្ចឹងគឺគាត់ហើយគាត់ស្ថិតនៅក្នុងលេខ10ទៀតអញ្ចឹងក៏គាត់អាចទទួលបាន950គ្រាប់ diamond ចាហើយអំណោយហ្នឹងនឹងផ្ដល់ជូនទៅកាន់user របស់យើងគឺក្រោយពេលបញ្ចប់កម្មវិធីហ្នឹង2សប្តាហ៍ណាចាបញ្ចប់កម្មវិធី2សប្តាហ៍គាត់នឹងគាត់អាចទទួលបានរង្វាន់នេះហើយខាងក្រុមហ៊ុននឹងបាញ់ឲ្យគ្រប់គ្នាតែម្ដងចាអូខេមានចម្ងល់អីអាចសួរបន្ថែមបានណាចាអរគុណ